ឃើញបន្លែតំណងហើយទិញយកមកទុកឆាតែពេលមានបានឆាយបងប្អូនមកទឹកឥឡូវហើយបន្លែក៏ចង់ខូចអស់ទៀតអញ្ចឹងទេខ្ញុំមកស្ដារបន្លែនេះចេញម្ដងបងប្អូនអញ្ចឹងទេគឺខូចអស់ហើយដោយសារតែឃើញផ្កាកណ្ណានេះគឺល្អមែនតើហើយក៏មិនជាបន្លែនាំចូលដែរគឺគេដាំអ្នកភូមិគាត់ដាំអញ្ចឹងណាហើយវាមានតកៅទួយដែរអញ្ចឹងខ្ញុំយកមកចិត្តដាក់លាងទឹកលាងអីឲ្យស្អាតទៅខ្ញុំយកទៅស្រោចទឹកក្តៅបងប្អូនអញ្ចឹងទេគឺយើងហូបវារៀងស្និទ្ធមាត់បើសិនបើយើងអត់ស្រោចទឹកក្តៅទេយើងហូបទៅអត់សូវស្និទ្ធមាត់ទេព្រោះវាមានតកៅទួយអញ្ចឹងធ្វើម៉េចបន្លែធម្មជាតិវាតែមានតកៅហើយអញ្ចឹងយើងធ្វើវាឲ្យស្អាតទៅហើយខ្ញុំយកមកលាងទឹកពីទឹកសិនណាឲ្យវាអស់តកៅល្អិតហ្នឹងបងប្អូនហើយបានយកមកខ្ញុំយកមកស្រោចទឹកក្តៅក៏អត់ឲ្យព្រៀងផុយពេកដែរផុយពេកគឺវាអត់ឆ្ងាញ់ទេព្រោះខ្ញុំធ្លាប់ស្រោចជ្រុលអញ្ចឹងណាខ្ញុំស្រោចជ្រុលទៅគឺអត់ឆ្ងាញ់វាផុយខ្លាំងពេកឆារួចរាល់ហើយកុំភ្លេចទឹកអំបិលម្រេចចាស់បងប្អូនគឺដាក់ទៅគឺជាតិមែនតើសម្រាប់វិញចូលចិត្តហូបបន្លែជាជាងហូបសាច់ខ្ញុំមិនសូវចំណូលប៉ុន្តែបើសាច់ត្រីបានខ្ញុំចំណូលច្រើនជាងសាច់ជ្រូកខ្ញុំមិនសូវចំណូលបងប្អូនយូរម្ដងបានប៉ុន្តែបើថាអូសាច់ជ្រូកពីរពេលហើយព្រឹកនេះគឺទៅអត់រួចទេបងប្អូនហើយម្ហូបខ្ញុំក៏បានឆ្អិនរួចរាល់ដែរអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះកុំភ្លេចចុច follow ឲ្យម្នាក់មួយ